ngày này một đài lên hay khơi đầm pin riêng mùi thông hay nó tin cái hạt thập bưng ấy xây hay một khi trơn đây bài nhậm đầu một môn hay thọt bưng ấy xây sát vật thì tầm buôn đã sát vật thì đậm mùi đủ tầm lạp xinh hay rụp lạ mà chân luôn tục nâng sạm thì bạn đã tăng bằng hai như tục không kèng sạm tí nó nhầm phơi cả nó có lấy những ngày sạm tí phải đâm xây nông cô hay nhầm phơi cả lấy nông phong nhầm chuột cá nhầm chuột chuộtประสาท phong sạt mình xâm lấy sạt sạt cả kè phong sạt ở ốt phong sạt bập bịch phong bập bịchทำเชือกดอกลือทมอสะอาด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 สะออนสะออนสะอาดสะอาดមានស្រះទឹកមួយស្រះទឹកមួយហើយនៅខាងនោះគេហៅពើងឯកសីក្នុងប្រហោងនោះមានពើងឯកសីមានរូបចម្លាក់សងខាងរូបចម្លាក់ម្ខាងនោះទៀតហើយនៅខាងនេះគេបិទតំណប់តប់អញ្ចឹងណាតំណប់តប់ហើយនេះមានរូបចម្លាក់គេឆ្លាក់នៅថ្មធម្មជាតិរូបក្នុងចង្អុលដៃនេះរូបចម្លាក់ដើកហើយខ្ញុំមើលអត់សូវយល់ដែរខ្ញុំមិនយល់អស់គ្នាតាមអ្វីដែលខ្ញុំយល់នេះដើកណានេះជើងវានេះក្បាលវាខ្លួនវានេះជើងខាងក្រោយនោះដើកហើយនោះផែជាកន្ធាយដើកកន្ធាយនោះវាយ៉ាងដូចកន្ធាយគេឆ្លាក់ថ្មធម្មជាតិធ្វើរូបពើងអីសីនោះថ្ងៃគេដាក់ព្រះអីព្រះ5អង្គព្រះឈើផងព្រះធម៌ហើយមានរូបដោយទេពអប្សរាឈូសងខាងនេះមួយហើយរូបកណ្ដាលនោះលុបបាត់ហើយពើងថ្មធម្មជាតិគេចោះចូលទៅអត់មានចាក់បេតុងចាក់អីទេហើយនៅខាងនេះប្រហែលជារូបព្រះវិស្ណុផ្ទុំយើងឃើញដាច់នៅសល់តែជើងព្រះអង្គផ្ទុំសណ្ដូកនៅខាងនោះរូបនោះហើយជារូបគ្រុឌមានកន្ទុយមានដៃអីមានជើងគ្រុឌនោះហើយអានេះក៏រូបដែរនឹងរូបអីខ្ញុំភ្លេចទៅមានយើងម៉ូនេះយើងចង់ឃើញកន្លែងនេះតើមានកាយជួលម៉ូតូដប់គេខ្ញុំបានចាំតម្លៃដែរហើយខ្ញុំម៉ូនេះខ្ញុំម៉ូជុំគេទៅគេជួលឲ្យបានសួរថាការជូនម៉ូតូមួយប្រមាណតែយ៉ាងហោចណាស់20 រៀល$20ជូនមួយថ្ងៃទៅមួយដប់បានម្នាក់នេះរូបដំរីមើលទៅដំរីអង្គុយណានោះរូបនេះធ្លាប់មកច្រើនដងដែរហើយនោះរូបដំរីមានប្រម៉ោយតែមើលពីឆ្ងាយទៅបានដឹងខាងក្រោមនោះរូបដូចព្រះអេសូរព្រះអីព្រះអង្គផ្ទុំព្រះអង្គគង់បាត់ផ្ទុំអីគង់នេះប្រម៉ោយដំរីជាដំរីថ្មធម្មជាតិឆ្លាក់ធ្វើជារូបសត្វផ្សេងហើយគេដាក់ថាសតវត្សទី9ទៅសតវត្សទី11នេះរូបផ្ទុំគង់រូបនេះទៀតហើយខាងនោះឈើដោះចិត្តបាត់ខ្ញុំអត់ដឹងថាជារូបអីដែរ
តែមើលទៅរូបនេះដូចរូបព្រាមទឺឈានជើងរូបព្រះវិស្ណុអវតារព្រះវិស្ណុនេះរូបនេះត្រូវហើយរូបនេះព្រាមទឺហ្នឹងឯងតែតំណែងខ្លួនជាមនុស្សក្មេងទៅសុំដីពីពេលីអញ្ចឹងទៅដល់ពេលសុំដីបានសុំឈានតែ3ចង្ហាន់ផុតផែនដីផុតអីរូបបន្ទាប់ឈុតឆាកបន្ទាប់ថ្មនេះដឹងអីខ្លះខ្ញុំអត់ចាំច្បាស់ហើយខ្ញុំខ្ជិលមើលនៅកន្លែងនោះខ្ញុំថតឲ្យអ្នកនរគ្នាមើលមិញខ្ញុំខ្ជិលអានខ្ញុំតែនិយាយតាមអ្វីដែលខ្ញុំចាំនេះរូបដែររូបនគងហ្នឹងនៅស្រាប់ទីមានមួយតែមកពីប្រាសាទផ្សេងទៅក្នុងឃ្លាំងដែរក្នុងឃ្លាំងអត់បើកជូនអ្នកទស្សនាមើលទេយើងដាក់តាំងបង្ហាញភាគច្រើនតែរូបព្រះតេតងនឹងពុទ្ធសាសនារូបតេតងនឹងប្រមាញ់សាសនាឬក៏អត់តេតងសាសនាយូរយើងដាក់តាំងបង្ហាញម្ដង3ខែឬ6ខែយើងដាក់ជួបឃ្លាំងវិញនេះរូបគ្រុឌហ្នឹងគ្រុឌជើងជាសត្វគ្រុឌរូបនគរហើយខាងនេះអត់មានរូបទេនេះធម្មតាទាំងថ្មទឹកវាជាំរហូតឲ្យមានភ្លៀងមានអីទៅទឹកវាហូរចេញទឹកជប់ហៅទឹកជប់តែនៅកន្លែងនេះចេញទឹកជប់អញ្ចឹងហើយបានចាស់បុរាណយើងធ្វើកន្លែងនេះជាទីសក្ការៈមានន័យថាទឹកស័ក្តិសិទ្ធិដែលផ្ដល់នៅទឹកអមរិតឬក៏ទឹកដែលនាំមកនៅភាពសម្បូរសប្បាយរុងរឿងរីកចម្រើនអីចឹងទៅអ្នកភូមិរស់នៅខាងក្រោមភ្នំហ្នឹងគាត់ប្រើប្រាស់ទឹកនេះដើម្បីជីវភាពរស់នៅប្រចាំថ្ងៃមានការប្រើប្រាស់ក្នុងផ្ទះសម្បែងការប្រើប្រាស់ក្នុងខ្សែកសិកម្មក្នុងកិច្ចពិធីបុណ្យទានផ្សេងទឹកនេះចេញខែនេះចេញច្រើនខែផ្សាខែប្រាំងចេញតិចហើយខែផ្សាខែ5ដើមខែ6ចុងខែ5ហើយមានគេមកអុជធូបអុជអីជើងធូបអុជអីបួងសួងរូបដើរថតខាងនេះវិញនេះរូបកន្ធាយនេះរូបសัตว์អីមួយតែខ្ញុំអត់បានចាំតើរូបអីហើយខាងនោះរូបនេះថាជារូបព្រះវិស្ណុផ្ទុំហ្នឹងឯងតែបាក់បែកបាត់ទៅហើយដោយសារតែរូបខ្លះយើងអាចលើករួចយើងលើកទៅទុកស្រាក់មន្ទីរហ្នឹងឯងរូបខ្លះគេអត់បានលើកទៅទុកទេដោយសារនៅក្នុងនេះវាធំហើយគេអត់ភ័យខ្លាចបាត់បង់គេមានឆ្មាំតែឆ្មាំភាគច្រើនគាត់ជាមិនបាននៅពេញម៉ោង2ម៉ោង3អីគាត់ទៅផ្ទះអស់ជាឲ្យមានទឹកច្រើននេះរូបនេះពីខាងក្រោយរូបដំរីខាងក្រោយមានទឹកច្រើនចឹងហើយបានជាមានការប្រើប្រាស់មិនដាច់តាំងពីសម័យបុរាណមកហើយភូមិនៅលើភ្នំនោះក៏គេនៅរហូតគ្រប់សម័យកាលដែរឃើញស្លាកស្នាមតាំងពីសម័យបុរេប្រវត្តិសាស្ត្រដែលមានចាប់ពីសម័យមានគំនូរលើផ្ទាំងថ្មលើអីហូតដល់បច្ចុប្បន្នសម័យអង្គរអីមានឃើញស្លាកស្នាមព្រះបរមរាជវាំងដើមសម័យអង្គរសតវត្សទី9និងស្លាកស្នាមសតវត្សទី16មានព្រះអង្គធំចឹងទេសភាពពឹងអីសីមានតែប៉ុណ្្នឹងហើយខ្ញុំបានមកប្រាសាទច្រើនទៀតតែខ្ញុំគិតថាវាអត់សូវតាក់ទងនឹងធានបត់ហើយមិនសូវចាប់អារម្មណ៍ប្រហែលចឹងខ្ញុំអត់បានថតទេខ្ញុំថតតែមួយប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនា